เป็นเรียนศึกษาเรื่องตัวบองสตาร์เรื่องตัวบองชีวิตเนี่ยในรุ่นการนี้คือปังปองโอนแต่ว่าเนี่ยบางเคยทานเรียนปัญหาชิชราในการล้างมือแผ่นใดให้ดิฉันช่วงก่อนน้องไปหลงตัวหลงปีการเงินเราสำคัญได้เรียนจิตวิทยาศาสตร์ตระเวียนเป็นเพราะជំងឺកាន់តែសាហាវបញ្ហាកាន់តែអាក្រក់ចិត្តរបស់មនុស្សកាន់តែសាហាវប្រៃសៃបាទបងប្អូនទាំងគ្នាកុំបាច់ឆ្ងល់ពីព្រោះម្ចាស់នៃផែនដីនេះគឺជាអរិយសត្វម្ចាស់នៃផែនដីនេះគឺជាព្រះដែលចូលជីវិតគឺជាអរិយសត្វដែលជំរុញឲ្យមានសេចក្តីអាក្រក់ជាច្រើនកើតមានឡើងលើផែនដីអនាគត10ឆ្នាំទៀតអាចនឹងមានរឿងកើតឡើងជាច្រើនទៀតដែលយើងនឹងស្មានមិនដល់ជំងឺមួយចំនួនដែលយើងជួបពីដូនតាយើងប្រៀបធៀបជាមួយជំងឺឥឡូវជំងឺពីមុនស្រាលជាងជំងឺឥឡូវជំងឺកាន់តែអាក្រក់ទៅអាកាសធាតុកាន់តែអាក្រក់ទៅចិត្តរបស់មនុស្សកាន់តែអាក្រក់ទៅកុំបាច់ឆ្ងល់ម្ចាស់នៃផែនដីគឺជាអរិយសត្វដែលមានតែងតែនាំយកសេចក្តីអាក្រក់ទាំងអស់នោះមកដើម្បីឲ្យមនុស្សមានបានកាន់តែធ្ងន់ទៅអរិយសត្វជាម្នាក់នៅក្នុងអេសាយពុទ្ធ14ខ12ដល់ខ16មុននឹងអធិស្ឋានខ្ញុំចង់ឲ្យអាននៅអេសាយជំពូក14ខ12ដល់16ជួយនាំអានគ្រូបើសិនជាកំពុងតែភ័យកំពុងតែបាក់ចិត្តកំពុងតែស្លុតអារម្មណ៍បច្ចុប្បន្នឬអនាគតថ្ងៃនេះយើងនឹងជល់មកទៀតថាតើហេតុអ្វីសេចក្តីភ័យខ្លាចនៅផែនដីបាននាំឲ្យមនុស្សជាច្រើនបានខ្លាចនាំឲ្យមនុស្សជាច្រើនបានភ័យអេសាយជំពូក14នៅក្នុងខ2ដល់ខ12ដល់ខ16អេសាយ14ខ12ដល់ខ16អោតារាប្រចាំថ្ងៃជាកាយប្រគឺណោឯងបានធ្លាក់ចុះពីលើវិហារឯងដែលបានដេញអស់ទាំងនគររាជឯងបានត្រូវកាប់រំលំដល់ដីដែលណោឯងបានគិតក្នុងចិត្តថាអញនឹងឡើងតែស្ថិតសួគ៌អញនឹងដំកើងបាឡាហាឲ្យពួលជាងអស់ទាំងកាយរបស់ព្រះហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំនៅទីបំផុតនៃទិសខាងជើងអញនឹងឡើងទៅផុតទីខ្ពស់នៃពពកអញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុតតែឯងបានត្រូវទម្លាក់ចុះដល់ស្ថានភពប្រលឹងនោះស្លាប់វិញគឺដល់ទីជំរឿននៃជំហរធំពួកអ្នកដែលឃើញឯងគេនឹងសម្លឹងមើលចាប់ឯងហើយពិចារណាឯងដោយមានថាតើមនុស្សនេះឬអីដែលធ្លាប់ធ្វើឲ្យផែនដីញោមញោមហើយឲ្យនគរទាំងប៉ុន្មានក៏ក្រាបរូបពឹកនោះសូមអធិដ្ឋានជាមួយខ្ញុំព្រះបុព្វតាវិជ្ជត្រាព្រះវិញ្ញាណបរិសុទ្ធទុំគុំត្រូវការព្រះអង្គក្នុងពេលវេលានេះដើម្បីនឹងដឹកនាំទៅព្រះបន្ទូលរបស់ផងទ្រង់ជាការប្រកាសនៅអំណាចស្តាព្រះអង្គធំនៅក្នុងឈាមព្រះយេស៊ូវគ្រីស្ទជាឈាមសញ្ញាថ្មីដែលបានការពារដល់ពួកយើងខ្ញុំរាល់គ្នាពីផែនដីដ៏អាក្រក់ពីម្ចាស់ផែនដីដ៏អាក្រក់គឺជាអរិយសត្វ
ព្រះបរិសុទ្ធសូមទ្រង់ជាព្រះទាននិងព្រះវិញ្ញាណរបស់ផងទ្រង់ទុំទីនេះជួយដល់ទូបង្គំផងដែរទូថ្វាយនៅសេចក្តីឋានក្នុងព្រះនាមព្រះច័ក្រព្រះយេស៊ូវគ្រីស្ទអាមែនសូមសូមជឿទុកខាងចំពោះព្រះបន្ទូលនេះអេសាយជំពូក14ហើយអេសាយបាននិមិត្តឃើញហើយអេសាយជាមនុស្សដូចយើងតែព្រះអង្គត្រូវគាត់ថាជាហោរាហើយអេសាយបានជុំបានអធិស្ឋានទាំងតងអាហារហើយអេសាយបានស្រឡាញ់ព្រះហើយបានចូលទៅអធិស្ឋានដោយតងផងនៅពេលនោះព្រះអង្គបានបើកសំដែងឲ្យឃើញម្នាក់ដកក្រប់ហើយម្នាក់ដកខ្លាំងម្នាក់នោះគឺនៅក្នុងខ12យើងអានបាញ់វិញតារាប្រចាំថ្ងៃជាផ្កាយប្រពើតារាប្រចាំថ្ងៃបងប្អូនដល់គ្នាបើសិនជាអានព្រះគម្ពីរហើយឃើញពាក្យថាតារាអ្វីជាតារាផ្កាយជាអ្វីពេលដែលឃើញថាផ្កាយភាគច្រើនគឺជាទេវតាបើសិនជាបងប្អូនបានអានព្រះគម្ពីរហើយឃើញពីផ្កាយឬក៏តារាភាគច្រើនព្រះអង្គសំដៅទៅលើពពួកទេវតាអេសាយបាននិមិត្តឃើញផ្កាយមួយហើយផ្កាយនោះឈ្មោះថាផ្កាយព្រឹកឈ្មោះថាផ្កាយព្រឹកបកជាភាសាខ្មែរយើងហៅថាផ្កាយព្រឹកជាភាសាដើម Hebrew Lucifer មានន័យថាផ្កាយព្រឹកជាទេវតាមួយក្នុងចំណោមទេវតាជាច្រើនហើយទេវតានេះគឺជាទេវតាយ៉ាងមិនដែរនៅក្នុងខ12ដដែលណឯងបានធ្លាក់ចុះពីលើមេឃបង្ហើបឯងបានដេកអស់ទាំងនគរអរិយឯងបានត្រូវកាប់រំលំដល់ដីដែលដកនៅក្នុងខនេះបានប្រាប់ថាឯងដែលបានដេកអស់ទាំងនគរអរិយឯងដែលបានដេកអស់ទាំងនគរអរិយនេះបង្ហាញអំពីអ្វីបង្ហាញថាទេវតាមួយនេះ Lucifer នេះវាបានដេកនគរទាំងអស់នៅលើផែនដីឲ្យរៀបស្មើម្នាក់នេះមានអំណាចខ្លាំងណាស់វាអាចធ្វើឲ្យនគរនៅលើផែនដីទាំងមូលរៀបចុះនៅក្រោមបាតជើងវាបានម្នាក់នេះគឺជានរណាដែលអេសាយបានប្រាប់គឺជាតារាគឺជាទេវតាមួយហើយម្នាក់នេះឈ្មោះអ្វីទេវតានោះឈ្មោះអ្វីទេវតានោះឈ្មោះផ្កាយព្រឹកភាសាអេબ્រាហៅថា Lucifer បើសិនជាបងប្អូនបានគ្នារៀនអំពីទេវតានេះបងប្អូនដល់គ្នាត្រូវដឹងថាវាមិនមែនជាទេវតាធម្មតាទេអំណាចរបស់វាក៏មិនមែនជាអំណាចធម្មតាដែរបើព្រះមិនឲ្យទៅច្បាំងជាមួយវាប្រយ័ត្នស្លាប់បើគ្មានអំណាចព្រះគុំជាមួយហើយទៅតតាំងជាមួយសាតាំងប្រយ័ត្នស្លាប់ដល់ជីវិតអាយុខ្លីលើផែនដីហើយនេះត្រូវឲ្យដឹងច្បាស់ថាសាតាំង Lucifer អំណាចរបស់វាអាចធ្វើឲ្យនគរលើផែនដីរៀបចុះហើយថ្វាយបង្គំវាថាជាព្រះបានបងប្អូនទាំងគ្នាមិនទាន់បានជួប Lucifer ប៉ុន្តែបើសិនជាជួបអារៈមួយបានបងប្អូនមួយចំនួន20ស្លុតអារម្មណ៍នៅពេលដែលវាប្រកាសនៅមុខយើងនៅពេលដែលវាស្រែកក្រហឹកនៅមុខយើង
bạn đã bỏ ô một chục nôn phầy ba rồi anh em mình toàn bạn chú Lucifer đi còn tại chú côn anh em cho bạn chú Lucifer đã đâm cho bạn này ẩm nát của bao việc này hãy được chứ này ua chung lúc đó là không hiểu được này cả bạn chú Lucifer ẩm lên sai đi cả bạn chú mùi rẻ ẩm lên sai này ấp tới một nhé nhau không phải đấy hãy có ấp tới một nhé nhau nơi môn Lucifer này ấp lấy sai đấy ấp lên lo thì để anh đi sang đây là đấy ấp miền non kia lấy sai bạn thì hãy đây mẹ mẹ ai thua là cô để con crab chọn với một vị bạn mẹ mẹ từ Lucifer hãy đi xem đây là đây là chúng lớp được chứ tục không ai ngập đeo bây giờ không ai lo ngồi luôn anh khắp cô tao chỉ bài cả mặt đây là đẹp tao chỉ bài cô tao chỉ khắp cô tại sao cô mình sợ cô nó đâm ra nhưng ở đây là đẹp thì cô đâm là lên đâm ta sẽ bài hãy đi xem đây là trong anh thang có đau trong ngư đây là đẹp đau đau tay đã đây cô nhầm tận vui là tên con mong tiền điện con công chứ bạn vì bro không ai nó chạy tay này không ai nó toàn miền ông nạn tình bé đẹp cho tận đâm chứ bạn hả chỉ chúng bạn vui đâu là tại tận cả chúng bạn đó không bỏ và sân gì từ đó Arsenal nó nam nè tại con chưa thôi cùng chưa đến làm sao và nhà ta lo mà mình giờ sao cái đọc bây giờ bây ngày hai rốt mà rô cru làm bây chui ăn đi thang trong giờ sọc cái đọc giờ lo cũng tới và ta lo mà mình của tôi là giờ sọc cái đọc bạn tới tôi xuống tới chúng tôi đâu đây nó vào phòng này ngày đi riêng đồng bì trong bàn hay riêng đồng bì hồng nai vào phòng này xông thẳng hả mẹ vì cái chim này để ai bọc cát tục đẹp một cục bắt cho bọn đi vì có chim này để ai bơ ao không bên để lọt khơi bòn miền và màn ngày một ai chung đã buôn mà làm cho em hiên xong lạc này hai đây đẹp sạch việc thưa ở chân nó xả việc thưa anh cũng em tân chia xả thưa ở đây đây sẽ lạnh propon nhà khác bài khai tân chia lưng đây sẽ làm propon luôn vậy thưa ở cũng em nè hiền sống lạc propon luôn này vậy hai quay đẹp sạch vì cái chim mê hôm nay bật trôn một nông cung thua ở một nông chân xa không biết cái nào sẽ lạnh luôn anh chim luôn anh đi còn tay trong cao thì bài chim luôn anh sống lạnh luôn này đây đẹp sạch vì bạn bóng thoại vì bạn thua ở luôn này ốc luôn này một hai bạn sống lạnh luôn này lỡ lỡ tí ốc điên này nè sẽ lạnh luôn dân chim luôn dân thì mỗi người phải hiểu sự sợ lạnh đi còn tay nét này sợ lạnh luôn này một phòng tu luôn này bắt đầu bị bệnh còn một tay nhưng xưa là hai cái quay bạn chỉ luôn hay tới chia sợ lạnh luôn này tay sợ lạnh luôn này một phòng nét sạch bẩn trôn nó cũng chỉ bẩn trong trộn vỡ ở dương tới chia sọc luôn này thua dương tới chia sợ lạnh luôn này việc vỡ cái ca chỉ ra bà dân chỉ dương áp chưa đẹp dương nâng chặt đam bắt tôm luôn dương nâng chặt đam bắt tôm anh nhà thôi dương nâng chặt đam bắt tôm đó ở vùng này dương nâng chặt đam bắt tôm đó cua sạch tại dương nâng chưa phải sự đi bắt tôm tim môi từ rét sa ta
ទៅពុកដៃតាជាគឺតែបញ្ជុំក្នុងគុកបានមកបងប្អូននៅគ្នាតែជឿព្រះយេស៊ូវគ្នាបាទរះបានចូលក្នុងគុកនៅក្នុងគុំលឹករបស់បានមកបងប្អូនហើយសាហាវនេះគ្នាជឿព្រះថាបើមិនមានរបបការពារអ្នកចូលទៅដល់សម្លាប់គ្នាឯងក៏មានដែរជឿព្រះថាបើមិនមានរបបការពាររបស់ផងព្រះចូលទៅក្នុងចិត្តរបស់មនុស្សប្រុសឲ្យទៅសាហាយស្មោះគ្នាហើយអ្នកជាមេកំណត់អ្នកវាជាជាដួលសម្លាប់ឲ្យបំផ្លាញជីវិតគ្រីបរិស័ទជឿព្រះធ្វើត្រជាក់ថត់រុយនឹងទុំឆ្កែនឹងនំដែរឆ្មាវានឹងចូលទៅដើម្បីជួយអញដែរនិយាយអត់ចាប់ក្រានដែរត្រជាក់ពោពេញដោយស្អុយហាឡេលូយ៉ាចាប់ក្រានដែរក្តៅរុយទុំអត់ឆ្កែនំដែរអត់ហ៊ានទៅចិត្តទេឆ្មាចូលទៅដេកហើយជួយអញដែរអត់ចុះអ្នកជឿព្រះយេស៊ូវគ្រីស្ទទាំងអស់គ្នាដែលនៅទីនេះត្រជាក់ដល់ការណាទៀតហេតុអីមិនក្តៅដូចជាភ្លើងនៅក្នុងចិត្តរបស់ផងយើងពោពេញទៅដោយសេចក្តីអធិស្ឋានតយកទូលអង្គអានព្រះបន្ទូលជានិយាយលេខសើចហើយពីកោដ្រាម៉ាឈឺចាប់អត់ស្បាយចិត្តវាមិនដែលឈប់ព្រោះកាអ្នកជឿព្រះនៅទីនេះមិនត្រូវឈប់ក្តៅនោះឡើយក្តៅបន្តទៀតដើម្បីឲ្យពន្លឺរបស់ព្រះបានលឺនៅក្នុងគ្រួសាររបស់ផងខ្ញុំកុំឲ្យលឺទៀតថាគ្រួសារខ្ញុំគ្មាននរណាអធិដ្ឋានផងខ្ញុំក៏មិនអធិដ្ឋានដែរជាទាំងអស់គ្នាទៅទៅហើយឲ្យគ្រួសារអ្នកជាប់ទៅបើគ្មាននរណាអធិដ្ឋានសោះក៏មានបានបងប្អូនដែលអង្គុយស្ដាប់ព្រះបន្ទូលថ្ងៃនេះជាអ្នកអធិដ្ឋានដែរបើគ្មានភ្លើងនៅក្នុងផ្ទះសោះក៏បានបងប្អូនអង្គុយទីនេះជាភ្លើងមួយដុំដែលយកទៅដុតបញ្ឆេះនៅក្នុងផ្ទះយើងកុំឲ្យរះសាតាំងវាជន់ពំនិតធ្វើបានបន្តទៀតហាឡេលូយ៉ាលោកយោបនៅក្នុងព្រះគម្ពីរយោបជំពូក1បានមកបងប្អូនដែលមានព្រះគម្ពីរយោបស្មើនៅក្នុងជំពូក1យោបជំពូក1ប្រោមានទូលថានៅក្នុងស្រុកអូមានមនុស្សម្នាក់ឈ្មោះយោបជាអ្នកទូលះហើយទីត្រង់ដែលគោរពកោតខ្លាចដល់ព្រះក៏ជាចេញពីសេចក្តីក្រក់លោកបង្កើនបានកូនប្រុស7និងកូនស្រី3លោកមានជាង7000អូន3000គោ500និងលាយ5ក៏មានបើព្រាវយ៉ាងសន្ធឹកបានជាលោកធំជាងអស់ទាំងមនុស្សនៅប្រទេសខាងកើតមានបុរសម្នាក់ឈ្មោះយោបកូនគាត់7នាក់គាត់មកពីស្រុកគូហើយគាត់ជាអ្នកមានគាត់ជាស្ត្រីនៅក្នុងស្រុកគាត់មានជាងគេទាំងអស់បើសិនជាបច្ចុប្បន្នយើងហៅថាលោកអុកញ៉ាយូលោកមានលោកអុកញ៉ាទេលោកអ្នកអុកញ៉ាឯកឧត្តមដល់ពុំពុះយោពុំពុះនេះមានកូន7នាក់មានរយៈកាលក្នុងជីវិតរបស់យោគាត់ជាអុកញ៉ាគាត់ជាអ្នកដែលមានឪពុកពោះប៉ុន្តែកូនគាត់តែងតែផឹកស៊ីរត់នៅក្នុងជំពូក1ខ5លុះការបានជប់លៀងគ្នាទៅហើយនោះយោក៏បាត់ទៅក៏ចាក់ទៅនិយាយគេចេញជាបរិសុទ្ធរួចក្រោកឡើងពីព្រលឹមស្រាងថ្វាយដំបាយដកតាមចំនួនកូនទាំងប៉ុន្មានដោយនឹកថាក្រែងកូនឯ
trao bẹt dạng này lô tay tại vừa được trên chiến đấu lại lục chốt và to cái câu trục liêng pháp si trên karaoke ụt sao sơ bài đã không đẹp vô chiến lô một nhà rốt tơi đâm bay vài đầm vài tiền biết sắp khăn như thế này khoai đầm vài đầm sống thang đầm đến khoai đầm vài đầm đầm bay khoai đầm vài đầm trời thừa bởi trời vô cố mê cô đã xa cái mê cô của mông mê cô nè mê cô tại đi tại bây giờ bạn thà cô để tôi vô tự phái với cô của mông xa lọ từ cái phái của bạn lục chốt bạn vô cô của mông vô máu phương chia đồng bài đồng bạn có cô nào hiểu vô cô đã luôn nâng tận đó rư có nhà mình rồi thôi những bạn đâm bay vô tận đó phải từ đấy xóm là nâng bê sầm lăn sầm mai nung miếng chọc xem lơ ở đây thưa mấy bạn sầm lăn như vậy chặt cỏ bê chặt cỏ miếng ở đây chính mà chìm sông thang đó thì miếng chìm nong đồng bài chiếm nong đồng bài robot cô robot đại dương từ khoảng vậy miếng chiếm nâng bê đại châu bàn quay đồng quay của đây bê luôn tiền robot của miếng robot cả bì à rẽ satan bàn trong mong mơ tiền dụng nâng nông trung quốc mùi xung quanh nâng khó bảo nâng khó bảo ta trong một bàn thương bỏ bỏ trung bình rồi tiền cửu nâng rồi bỏ thành quạt miền tiền quần màn hòn tiền ấy trong bàn thương tiên bộ đó ca đại một thứ trong sổng bạc quần có bàn chuẩn ràng lại nâng lực hành à rẽ satan bàn mà đó tiền chủ bọc rong nâng thơ cái ca mùi cứ luôn sầm lạc hai một lần tuần tè à rẽ sa tan để vừa ao một cô nó lực hành đây riêng trong nâng ba chừng đi trôi một đọc tiền dùng à rẽ sa tan từ chụp về hai frạc về họ thả trong mặt bạn thư robot quạt trung bình robot quạt trung bình sông tha amen ông vây chia robot quạt trung bình robot này cứ chia đồng vai đại châu ban sông lăng cùng cùng hai miền chiêm rõ đang bay vai chi tranh bố chia ở biển nơi bên lúc à ghé sa tăng châu ở ban đê đào xa đồng vai đi chiêm đại châu ban vai ở biển sông thành amen để nhưng ta bảo thế bảo trong ban tây sông vì à ghé sa tăng châu dỗ chiêm này con chiêm vai đọc rẽ sông tha amen lúc rung tranh tới đi tới khi ông rô tên chiêm cho ta sẵn lặng mê tài được tình nè chưa thứ mấy cũng toàn hà tân này xong mới hình rơi chung cuộc rằng buôn khó đọc bầy hình rơi chung cuộc rằng buôn khó đọc bầy và nơi cái nông slide mình hình rơi chung cuộc rằng buôn khó đọc bầy chứ mang chữ bắt bà sân chi chiêm cô chú nâng chiêm cô bê chú hai phép cô cổ đại kế bọc lưng lục một cổ bạn nhé em lục chân chỉ một sọc khang sạch chiêm bạn tầng thẳng và nó có tầng này người thường khó đọc tay ạc ra thà dô thua bởi dô bạn khoai đồng vai nó dô bạn dô cô hay chạy xuống lạc hay miền chiêm hai hiệp rơ bằng bạc
យើងចេញទៅខ្ញុំចង់ប្រាប់ថាមិនចាំបាច់ទៅទិញគោមិនបាច់ទៅទិញជៀសមិនបាច់ទៅទិញសត្វពាហនៈណានោះទេសូមនៅក្នុងខ10ចំណងបើព្រះលោហិតរបស់ព្រះគ្រីស្ទតែទ្រង់បានថ្វាយព្រះទ្រង់ឥតសៅមកដល់ព្រះដោយសារព្រះវិញ្ញាណដ៏គង់នៅអកលជានិច្ចនោះនៅសម្អាតទាំងបញ្ញាចិត្តអ្នករាល់គ្នាពីអស់ទាំងការស្ដាប់ផងដើម្បីឲ្យបានបម្រើព្រះដ៏មានព្រះជន្មគ្រោះតើជាអំបានណាទៅទីព្រះអង្គមានបន្ទូលនៅក្នុងខ14បានប្រាប់ថាឈាមព្រះយេស៊ូវគ្រីស្ទគឺជាឈាមដែលពិសេសជាងឈាមរបស់គោរបស់ជាងរបស់គោនិងជាងដែលលោកយកបានថ្វាយមកហើយឈាមព្រះយេស៊ូវគ្រីស្ទគឺជាឈាមដែលបានហូរសម្រាប់ឲ្យមនុស្សគ្រប់គ្នាយកទៅប្រហារឈាមព្រះយេស៊ូវគ្រីស្ទមិនចាំបាច់យើងឃើញនៅភ្នែកស្រស់ទេឈាមព្រះយេស៊ូវគ្រីស្ទបានហូររួចហើយសម្រាប់យើងទាំងអស់គ្នាដែលអង្គុយនៅទីនេះនៅពេលដែលយើងចង់បានឈាមព្រះយេស៊ូវគ្រីស្ទគ្រាន់តែយើងប្រកាសសុំឈាមល្អឈាមប្រោនិងប្រទានឲ្យយើងទាំងអស់គ្នាដោយមិនចាំបាច់ទៅស្វែងរកដោយជំនឿហើយព្រះអង្គមានបន្ទូលថាឈាមនេះបានឲ្យមកដោយព្រះគុណសូមថាអាមែនឈាមព្រះយេស៊ូវគ្រីស្ទការពារទាំងបានបងប្អូនទាំងអស់គ្នាឈាមព្រះយេស៊ូវគ្រីស្ទហូបពណ៌ជារបស់ការពារបានបងប្អូនទាំងអស់គ្នាទាំងរបស់បានបងប្អូនទាំងអស់គ្នាអារក្សសាតាំងអត់ហ៊ានចូលទេគ្រាន់តែធ្វើពីចម្ងាយប៉ុណ្ណោះសូមថាអាមែនសូមអរគុណព្រះយេស៊ូវអរគុណព្រះយេស៊ូវអេពីសូតជំពូក1ខ7សម្រាប់អេពីសូតជំពូក1ខ7អេពីសូតជំពូក1ខ7ដែលមិនមែនជាសំតោអេពីសូតជំពូក1ខ7ហើយខ្ញុំនឹងអានជឿហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះដោយសារព្រះលោហិតទ្រង់គឺជាសេចក្តីប្រោសឲ្យរួចពីបាបតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ព្រះអង្គមានបន្ទូលថាដោយព្រះរាជបុត្រាគឺជាព្រះយេស៊ូវគ្រីស្ទហើយដោយការប្រោសលោះរបស់ព្រះយើងតាមរយៈព្រះរាជបុត្រានោះគឺដោយឈាមព្រះយេស៊ូវគ្រីស្ទដែលបានលួចយើងឲ្យរួចអំពីសេចក្តីអាក្រក់ទាំងឡាយនាផែនដីនេះផងដែរលួចយើងឲ្យរួចអំពីអំពើបាបនៅក្នុងជីវិតរបស់ផងយើងផងដែរហើយដូច្នេះឈាមព្រះយេស៊ូវថ្ងៃនេះសម្អាតយើងការពារយើងថែរក្សាយើងគ្រប់គ្រងយើងលួចយើងឲ្យយើងមានអំណាចឈ្នះលើអារក្សសាតាំងហាឡេលូយ៉ានៅក្នុងព្រះគម្ពីរចុងក្រោយមុននឹងយើងអធិស្ឋានជាមួយគ្នាគឺវិវរណៈជំពូក12ខ10វិវរណៈជំពូក12ខ10វិវរណៈជំពូក12សម្បូរនៅក្នុងខ11បងប្អូនអ្នកគ្នាដែលឃើញហើយសូមទាញជាមួយចិត្តវិវរណៈជំពូក12ខ11គេបានឈ្នះវាដោយសារឈាមនៃកូនជាហើយដោយសារសេចក្តីបន្ទាល់របស់គេក៏មិនបានស្ដាយជីវិតខ្លួនដរាបរបស់ស្លាប់មានចម្បាំងមួយនៅស្ថានសួគ៌ទេវតារបស់ព្រះបានច្បាំងជាមួយនឹងអារក្សសាតាំងតែច្បាំងអត់ឈ្នះទេតែព្រះអង្គមានបន្ទូលថាដើម្បីឈ្នះបានត្រូវការអ្វីជាអាវុធនៃចម្បាំងដើម្បីឈ្នះលើអារក្សសាតាំងគឺជាលូស៊ីហ្វឺបានព្រះអង្គមានបន្ទូលនៅក្នុងវិវរណៈជំពូក12ខ11ប្រាប់ថាគេបានឈ្នះវាដោយសារឈាមគេបានឈ្នះវាដោយសារឈាម
វុធរបស់អរិយសត្វឈាមព្រះយេស៊ូវឈ្នះជំងឺមហារីកសូមថាអាមែនមកផលមើលមកដែរឈាមព្រះយេស៊ូវឲ្យមកផលឈ្នះជំងឺមហារីកជំងឺមហារីក10ឆ្នាំជាងហើយនៅតែរស់នៅដើម្បីថ្វាយបង្គំព្រះដដែលមកផលជាអ្នកដែលមានជំងឺមហារីកដោយអរិយសាតាវាដាក់ជំងឺលើគាត់តែ10ឆ្នាំជាងហើយគាត់អត់ស្លាប់ទេដោយសារអ្វីដោយសារឈាមព្រះយេស៊ូវឈ្នះនៅជំងឺមហារីកនៅក្នុងជីវិតរបស់មកផលហាឡេលូយ៉ាមកនៅក្បែរមកផលដូចគ្នាមកអីមកទិលដូចគ្នាជួបជាមួយខ្ញុំជួបជាមួយមកបានធ្លាក់ឈាមដើរមកទុំទុំខ្លាចឈាមហូរខ្លាំងហើយភ័យតែគាត់ប្រាប់ថាជួយប្រពន្ធខ្ញុំផងកូនចៅបានប្រាប់ថាជួយប្រពន្ធជួយម៉ែខ្ញុំផងមកដល់ប្រាប់ថាគាត់បងខ្ញុំលោកគ្រូអើយជួយគាត់ផងគាត់ធ្លាក់ឈាមអត់ឈប់ទេធ្លាក់ឈាមអត់ឈប់ទេបើចូលទៅពេលគេនឹងនិយាយថាយាយអើយយាយមានជំងឺមហារីកស្បូនហើយឈាមដែលយាយធ្លាក់នេះអត់ឈប់ទេយាយត្រៀមហៅលោកមកសុំទៅតែឈាមព្រះយេស៊ូវគ្រីស្ទបានព្យាបាលឲ្យមានជីវិតក្នុងថ្ងៃនេះអត់ស្លាប់ទេជំងឺស្បូនដែលម៉ាក់បានឈឺជា10ឆ្នាំបានជាក្នុងថ្ងៃនេះដោយឈាមព្រះយេស៊ូវគ្រីស្ទហាឡេលូយ៉ាបាទម៉ាក់បងប្អូនទាំងអស់គ្នានៅទីនេះមានជំងឺកាយសាហាវអ្វីក៏ដោយឈាមព្រះយេស៊ូវគ្រីស្ទខ្លាំងជាងជំងឺមហារីកឈាមព្រះយេស៊ូវគ្រីស្ទខ្លាំងជាងជំងឺទឹកនោមផ្អែមឈាមព្រះយេស៊ូវគ្រីស្ទខ្លាំងជាងជំងឺទឹកនោមប្រៃបាទម៉ាក់បងប្អូនទាំងអស់គ្នាបើសិនជាមានជំងឺឈឺក្បាលទៅសុំថ្នាំពីពេទ្យនឹងឲ្យថ្នាំ2គ្រាប់បងតែថ្នាំលេងទៅបាត់ឈឺក្បាលហ្នឹងស្រាប់តែលេងស្អែកឡើងទៅជួបពេទ្យទៀតពេទ្យអើយខ្ញុំឈប់ឈឺក្បាលហើយតែកាពះខ្ញុំវាធ្វើទុកពេទ្យក៏និយាយថាឥឡូវចូល3គ្រាប់អានេះកុំឲ្យឈឺក្បាលអានេះកុំឲ្យឈឺកាពះស្រាប់តែលេងស្រាប់តែស្អែកឡើងទៅជួបពេទ្យទៀតពេទ្យអើយខ្ញុំបាត់ឈឺក្បាលហើយខ្ញុំបាត់ឈឺកាពះហើយប៉ុន្តែខ្ញុំបាត់ជើងអត់មួយសោះខ្ញុំដូចជាស្ទះបាត់ជើងពេទ្យបានប្រាប់ថាអូថ្នាំ3គ្រាប់អត់គ្រប់ទេយក1គ្រាប់ទៀតគឺ4គ្រាប់បន្ទាប់មកពេទ្យអើយខ្ញុំមានអារម្មណ៍ថាងើបអត់រួចអូថ្នាំនេះវាធ្វើទុកដល់សម្លាប់នេះណឥឡូវយក5គ្រាប់ដើម្បីការពារព្រះយេស៊ូវគ្រីស្ទមានថ្នាំតែ1គ្រាប់ទេដែលអាចព្យាបាលគ្រប់ទាំងជំងឺទាំងអស់គឺឈាមព្រះយេស៊ូវគ្រីស្ទឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលជំងឺទាំងអស់ទឹកនោមផ្អែមក៏ឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលបានទឹកនោមប្រៃក៏ឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលបានមហារីកក៏ឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលបានឈឺក្បាលក៏ឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលបានក្រីក្រក៏ឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលបានអារក្សចូលក៏ឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលបានឈាមព្រះយេស៊ូវគ្រីស្ទព្យាបាលបានទាំងអស់ហាឡេលូយ៉ាឈាមព្រះយេស៊ូវគ្រីស្ទជាឈាមនៃសញ្ញាថ្មីសម្រាប់យើងទាំងអស់គ្នាយើងមិនខ្លាចអរិយសាតាំងទេដោយសារឈាមព្រះយេស៊ូវគ្រីស្ទលោកីនឹងគោរពចុះចូលអរិយសាតាំងដោយសារអត់មានឈាមព្រះយេស៊ូវយើងមានឈាមព្រះយេស៊ូវយើងនឹងជាប់ក្បាលអរិយសាតាំងបើឃើញអរិយសាតាំងយកវាដាក់នៅឯណាដាក់ក្រោមបាតជើងហាឡេលូយ៉ាបាទបងប្អូនបើសិនជាខ្ញុំឲ្យសរសេរអក្សរអរិយសាតាំងតើសរសេរហៅយកទៅដាក់នៅឯណាដាក់ក្រោមបាតជើងហាឡេលូយ៉ាមនុស្សនៅក្រោមបាតជើងអរិយដោយសារអត់មានឈាមព្រះយេស៊ូវអាមែនអរិយនៅក្រោមបាតជើងយើងដោយសារឈាមព្រះយេស៊ូវអាមែនឈាមព្រះយេស៊ូវការពារយើងទាំងអស់គ្នាជំងឺថ្មីមកដល់ឈាមព្រះយេស៊ូវការពារខ្ញុំទោះបីឆ្លងក៏ខ្ញុំជឿថាឈាមព្រះយេស៊ូវគ្រីស្ទការពារមិនឲ្យជំងឺនេះយកជីវិតខ្ញុំបានឡើយអាមែនពីព្រោះឈាមព្រះយេស៊ូវគ្រីស្ទខ្លាំងជាងអំណាចនៃសេចក្តីស្លាប់ស
សេចក្តីស្លាប់ដែលបបរំជីវិតយើងប្រកាសយ៉ាងម៉េចឈាមព្រះយេស៊ូវខ្លាំងជាងសេចក្តីស្លាប់ចេញពីយើងទៅព្រឹកមិញបាក់សឡូខលមកប៉ារំក៏ធ្វើទុកសូមជួយអធិដ្ឋានថ្ងៃនេះឈាមព្រះយេស៊ូវគ្រីស្ទនឹងការពារជីវិតប៉ារំដោយជំនឿអាមែនសូមក្រាបឈរតាមគ្នាសូមអធិដ្ឋានសូមឈាមព្រះយេស៊ូវបានលាបលើទ្រព្យជីវិតយើងសូមបើកមាត់ហើយសូមឈាមព្រះយេស៊ូវលាបលើផ្ទះយើងក្របទ្វារយើងក្របទ្វារផ្ទះយើងរបបផ្ទះយើងកូនចៅយើងទ្រព្យសម្បត្តិយើងឈាមព្រះយេស៊ូវពូកែជាឈាមព្រះយេស៊ូវមានអំណាចជាឈាមព្រះយេស៊ូវបំផ្លាញអំណាចអរិយសក្តិបានឈាមព្រះយេស៊ូវដេញអរិយបានឈាមព្រះយេស៊ូវជារបបការពារយើងមិនឲ្យអាយុខ្លីឈាមព្រះយេស៊ូវឈ្នះលើអំណាចនៃគ្រោះថ្នាក់ចរាចរណ៍ឈាមព្រះយេស៊ូវឈ្នះលើអំណាចនៃភាពក្រីក្រឈាមព្រះយេស៊ូវឈ្នះលើទាំងអស់ឈាមព្រះយេស៊ូវជាអាវុធដ៏មានអំណាចនៃការពារដល់ពួកជំនុំទាំងអស់គ្នាហាឡេលូយ៉ាព្រះដ៏បរិសុទ្ធសូមឈាមព្រះយេស៊ូវបានហូរទៅលើម៉ាក់សឡូបារ៉ូឲ្យគាត់បានជីវអំណាចសេចក្តីស្លាប់មិនអាចចូលជីវិតបារ៉ូបានឡើយដោយសារឈាមព្រះយេស៊ូវគ្រីស្ទអំណាចនៃសេចក្តីស្លាប់នឹងរត់ចេញដោយសារឈាមព្រះយេស៊ូវហាឡេលូយ៉ាអរគុណបងបើពួកជំនុំកំពុងភ័យខ្លាចដោយអ្វីនៅបច្ចុប្បន្ននៅអនាគតឈាមព្រះយេស៊ូវការពារពួកគាត់រាល់គ្នាដោយនៅនាមព្រះយេស៊ូវអរព្រះគុណបងទូថ្វាយសេចក្តីអធិដ្ឋាននៅព្រះនាមព្រះយេស៊ូវគ្រីស្ទ